នៅថ្ងៃទី12ខែមិថុនាឆ្នាំ2025ថ្មីនេះមានករណីធ្លាក់យន្តហោះដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងទឹកដីនៃប្រទេសឥណ្ឌាយន្តហោះដែលធ្លាក់គឺជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរ Air India ដែលមានជើងហោះហើរលេខ AI 171ប្រតិបត្តិការហោះហើរដឹកអ្នកដំណើរពីទីក្រុង Ahmedabad របស់ឥណ្ឌាឆ្ពោះទៅទីក្រុង London របស់អង់គ្លេសបើតាមរយៈទិន្នន័យរបស់អាកាសយានដ្ឋានក្នុងយន្តហោះមានផ្ទុកមនុស្សចំនួន240នាក់ដែលរួមមានអ្នកដំណើរចំនួន230នាក់អ្នកបម្រើការ10នាក់និងក្រុម pilot 2នាក់នៅថ្ងៃកើតហេតុយន្តហោះប្រភេទ Boeing 787-8 Dreamliner ដែលមានជើងហោះហើរលេខ AI 171ត្រូវបានអនុញ្ញាតឲ្យហោះហើរឡើងនៅម៉ោង 1:38 នាទីថ្ងៃត្រង់ចេញពីអាកាសយានដ្ឋាន Ahmedabad សម្រាប់ការហោះហើរជាង10ម៉ោងទៅចុះចតនៅអាកាសយានដ្ឋាន Gatwick របស់អង់គ្លេសភ្លាមបន្ទាប់ពីហោះឡើងផុតពីដីយន្តហោះបែរជាមិនអាចហោះឡើងទៅលើនោះទេរួចក៏ធ្លាក់មកវិញទាំងកម្រាលតែម្ដងបើតាមអ្នកបញ្ជាដែនអាកាសភ្លាមបន្ទាប់ពីហោះហើរឡើងយន្តហោះបានជួបនៅបញ្ហាអាសន្នណាមួយនិងបានព្យាយាមប្រកាសអាសន្នដោយប្រើពាក្យថា Mayday ប៉ុន្តែនៅពេលដែលពួកគាត់ព្យាយាមតាក់ទងទៅវិញយន្តហោះនេះមិនមានការឆ្លើយតបណាមួយនោះឡើយជើងហោះហើរ AI 171បានធ្លាក់បុកនឹងអគារស្នាក់នៅសិស្សសាលាពេទ្យមួយកន្លែងបណ្ដាលឲ្យផ្ទុះឡើងបង្កើតជាអណ្ដាតភ្លើងសន្ធោសន្ធៅតែម្ដងក្រុមសង្គ្រោះនិងឡានពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានប្រញាប់ប្រញាល់ទៅកន្លែងដែលយន្តហោះនោះធ្លាក់បើការបាញ់ពន្លត់និងសង្គ្រោះមនុស្សយ៉ាងកក្រឹកកកេងតែម្ដងបើតាមរបាយការណ៍ជាបឋមដែលចេញដោយប៉ូលីសក្នុងតំបន់ឧបទ្ទវហេតុនេះបានបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសទាំងអ្នកនៅលើយន្តហោះនិងអ្នកនៅលើដីអ្នកដំណើរ241នាក់ក្នុងចំណោម242នាក់ត្រូវបានរកឃើញថាបានស្លាប់បាត់បង់ជីវិតហើយមានមនុស្សតែ1នាក់ប៉ុណ្ណោះដែលអាចគេចផុតពីសេចក្តីស្លាប់ចំណែកជនរងគ្រោះដែលនៅក្នុងអគារខាងប៉ូលីសបានរកឃើញថាមានអ្នកស្លាប់បាត់បង់ជីវិតចំនួន28នាក់និងរបួសជាង60នាក់ផ្សេងទៀតនេះជាសោកនាដកម្មថ្មីមួយទៀតរបស់ប្រទេសឥណ្ឌាហើយនេះក៏ជាគ្រោះថ្នាក់ស្លាប់អ្នកដំណើរដំបូងបំផុតរបស់យន្តហោះ Boeing 787-8 Dreamliner នេះដែរចាប់តាំងពីយន្តហោះនេះត្រូវបានដាក់ឲ្យប្រើប្រាស់ដឹកអ្នកដំណើរចាប់តាំងពីឆ្នាំ2011មកម្លេះពេលនេះក្រុមអ្នកស៊ើបអង្កេតនៃបណ្ដាប្រទេសពាក់ព័ន្ធកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់អំពីករណីនេះដើម្បីរកឫសគល់ដែលបានកើតឡើងទន្ទឹមនឹងនេះមានសេណារីយ៉ូមួយចំនួនដែលអ្នកជំនាញក្នុងវិស័យអាកាសចរបានមើលឃើញថាជាមូលហេតុដែលនាំឲ្យយន្តហោះដែលទៅតែនឹងហោះឡើងបែរជាជួបគ្រោះថ្នាក់បែបនេះទី1តាមខ្សែវីដេអូគេឃើញថាយន្តហោះបានរត់ទៅលើ runway ជាធម្មតានិងបានងើបឡើងដោយសពមួយដងប៉ុន្តែនៅពេលដែលវាហោះដល់កម្ពស់ជាង200ម៉ែត្រយន្តហោះនេះបែរជាមិនអាចបន្តហោះឡើងទៅលើទៀតនោះទេរួចក៏ធ្លាក់មកវិញចំណុចនេះអាចឲ្យគេសន្និដ្ឋានបានថាម៉ាស៊ីនទាំងពីររបស់យន្តហោះអាចនឹងមានបញ្ហាណាមួយកើតឡើងហើយទើបធ្វើឲ្យយន្តហោះមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីបន្តហោះឡើងបែបនេះបើតាមសាក្សីនៅជុំវិញតំបន់នោះបានបញ្ជាក់ថាពួកគាត់បានឮសំឡេងផ្ទុះក៏ដូចជាបានឃើញ RAM Air Turbine បានបើកដំណើរការដែលនេះហាក់បានបញ្ជាក់យ៉ាងច្បាស់ថាម៉ាស៊ីនយន្តហោះនេះអាចជាមូលហេតុនៃឧបទ្ទវហេតុខាងលើទី2អ្នកជំនាញក៏បានដាក់ការសង្ស័យទៅលើការផ្ទុកទម្ងន់របស់យន្តហោះនេះព្រោះថាការដែលយន្តហោះទៅតែហោះឡើងនឹងមិនអាចបន្តហោះទៅលើបានបែបនេះក៏អាចបណ្ដាលមកពីការផ្ទុកទម្ងន់ធ្ងន់ពេកឬខុសទីតាំងលំនឹងផងដែរបើតាមខ្សែវីដេអូកាមេរ៉ាសុវត្ថិភាពគេឃើញថាយន្តហោះបានរត់នៅលើ runway ប្រើប្រាស់ចម្ងាយស្ទើរតែទាំងអស់ទើបអាចហោះឡើងបានដែលនេះហាក់បានបង្ហាញថាយន្តហោះកំពុងមានទម្ងន់ធ្ងន់ខ្លាំងថ្មីត្បិតតែយន្តហោះនេះជាយន្តហោះដឹកអ្នកដំណើរប៉ុន្តែក្រៅពីអីវ៉ាន់របស់អ្នកដំណើរគេក៏អាចផ្ទុកអីវ៉ាន់ cargo ផ្សេងទៀតផងដែរដូច្នេះបើសិនជាការផ្ទុកនោះមិនបានត្រឹមត្រូវធ្ងន់មុខពេកឬធ្ងន់ខាងក្រោយពេកក៏អាចបណ្ដាលឲ្យយន្តហោះធ្លាក់ផងដែរនិងចុងក្រោយមូលហេតុមួយទៀតដែលបណ្ដាអ្នកជំនាញក៏ដូចជា pilot ដាក់ការសង្ស័យនោះគឺចន្លោះប្រហោងទៅលើ pre-flight checklist ដែលបណ្ដាលមកពី pilot error ជាទូទៅមុនការហោះហើរឡើង pilot ត្រូវពិនិត្យទៅលើដំណាក់កាលមួយចំនួនដែលគេហៅថា free takeout checklist ក្នុង checklist នោះ pilot ត្រូវពិនិត្យទៅលើលក្ខខណ្ឌមួយចំនួនដូចជាប្រព័ន្ធ flap និង slab ត្រូវសិតឲ្យធំដើម្បីត្រៀមហោះឡើង speed brake ត្រូវបិទដើម្បីឲ្យយន្តហោះរត់ល្បឿនល្អ instrument ឬឧបករណ៍បរិក្ខារទាំងអស់ត្រូវពិនិត្យនិងដំណើរការល្អភ្លើងហ្វានិងភ្លើងផ្សេងត្រូវបើកឡើងនិងចុងក្រោយប្រព័ន្ធហ្វ្រាំងត្រូវបិទទាំងអស់ការកំណត់ទាំងអស់នេះត្រូវធ្វើឡើងគ្រប់ការហោះឡើងដើម្បីប្រាកដថារាល់ការហោះឡើងគឺត្រូវតាមស្តង់ដារជៀសវាងការភ្លេចភ្លាំងឬភ័ន្តច្រឡំអ្វីដែលអ្នកជំនាញសង្ស័យនៅចំណុចនេះគឺនៅត្រង់ថាបើតាមខ្សែវីដេអូ flap របស់យន្តហោះនេះហាក់មិនបានបើកឲ្យធំតាមលក្ខណៈដែលយន្តហោះកំពុងហោះឡើងនោះទេពួកគាត់បានពិនិត្យឃើញថា flap ដែលជាផ្នែកដ៏សំខាន់សម្រាប់ការហោះឡើងនេះមិនបានពង្រីកឬ extend ឲ្យធំដែលជាហេតុធ្វើឲ្យស្លាបរបស់វាមិនអាចទ្រាំទ្រង់ទម្ងន់ទាំងមូលរបស់យន្តហោះក្នុងល្បឿនទៅតែហោះឡើងនេះបានឡើយពួកគាត់បានបញ្យល់ថា flap ដែលស្ថិតនៅក្នុងទីតាំង zero configuration បែបនេះគឺប្រើសម្រាប់តែការហោះហើរក្នុងល្បឿនលឿននិងនៅរយៈកម្ពស់ខ្ពស់ប៉ុណ្ណោះតែសម្រាប់យន្តហោះដែលនៅល្បឿនយឺតនៅឡើយទំហំស្លាបនេះមិនអាចទ្រាំទ្រង់ឲ្យយន្តហោះបន្តហោះបានយូរនោះទេនៅចំណុចនេះគេអាចសន្និដ្ឋានបានថាអាចបណ្ដាលមកពី pilot មិនបានសិតទៅលើ flap ឲ្យបានត្រឹមត្រូវនាំឲ្យយន្តហោះមិនអាចហោះរួចបែបនេះយ៉ាងណាក៏ដោយទាំងអស់នេះគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះចំណែករឿងហេតុដែល
ដែលកើតឡើងពិតប្រាកដមិនទាន់មានការបកស្រាយនៅឡើយទេពេលនេះក្រុមអ្នកស៊ើបអង្កេតរបស់ឥណ្ឌាកំពុងដុតដៃដុតជើងបើកការស្រាវជ្រាវអំពីករណីនេះដែលចូលរួមដោយ NTSB របស់អាមេរិកក្រុមហ៊ុន Boeing ក៏ដូចជាអ្នកជំនាញរបស់អង់គ្លេសផងដែរនៅពេលការស៊ើបអង្កេតបានបញ្ចប់រកឃើញមូលហេតុយ៉ាងណានោះ Miss Pilot KH នឹងបកស្រាយនៅវីដេអូបន្ទាប់